ខ្ញុំរៀននៅ University ឆ្នាំទី2ខ្ញុំរៀន Skill Management Skill ខ្ញុំរៀនខាងគ្រប់គ្រងពាណិជ្ជកម្មខ្ញុំនៅរៀនបារាខ្ញុំធ្វើការបារារស់ស៊ីបារាបើមិនចង់ទេចង់ខ្លួនឯងវិញនោះរៀនចប់ទៅក៏លបបានការងារល្អជាងនឹងខ្ញុំរៀននៅ University SUR ខ្ញុំរៀននៅស្វាយរៀងខ្ញុំអត់រៀននៅ PP ទេរៀននៅស្វាយរៀងវាអត់សូវចង់ថាថ្លៃចាយថ្លៃវាចង់តែថ្លៃសាំងទៅជីកទៅជីកណារងថ្ងៃហ្នឹងខ្ញុំលក់កាហ្វេប៉ុន្តែតិចទៀតប្រហែលជាខ្ញុំចប់បញ្ញាបត្រខ្ញុំទៅធ្វើខាងក្រុមហ៊ុននៅទឹកស្រូវអត់ទេខ្ញុំអ្នកបរិវេណដែរប៉ុន្តែខ្ញុំទៅរៀននៅស្វាយរៀងចិត្តក្រុមបតលគ្នាដែរហ្នឹងឆ្លងតែមកស្ពានដល់ស្វាយរៀងបើខ្ញុំរៀនចាំខ្ញុំធ្វើការខ្ញុំមានកន្លែងចូលហើយតែយើងចាប់បញ្ញាបត្រគេយកយើងចូលគេទៅផ្លូវយើងដើរចាំយើងខ្ញុំរៀននៅ University ឆ្នាំទី2ខ្ញុំរៀន Skill Management Skill ខ្ញុំរៀនខាងគ្រប់គ្រងពាណិជ្ជកម្មខ្ញុំនៅរៀនបារាខ្ញុំធ្វើការបារារស់ស៊ីបារាបើមិនចង់ទេចង់ខ្លួនឯងវិញនោះរៀនចប់ទៅក៏លបបានការងារល្អជាងនឹងខ្ញុំរៀននៅ University SUR ខ្ញុំរៀននៅស្វាយរៀងខ្ញុំអត់រៀននៅ PP ទេរៀននៅស្វាយរៀងវាអត់សូវចង់ថាថ្លៃចាយថ្លៃវាចង់តែថ្លៃសាំងទៅជីកទៅជីកណារងថ្ងៃហ្នឹងខ្ញុំលក់កាហ្វេប៉ុន្តែតិចទៀតប្រហែលជាខ្ញុំចប់បញ្ញាបត្រខ្ញុំទៅធ្វើខាងក្រុមហ៊ុននៅទឹកស្រូវអត់ទេខ្ញុំអ្នកបរិវេណដែរប៉ុន្តែខ្ញុំទៅរៀននៅស្វាយរៀងចិត្តក្រុមបតលគ្នាដែរហ្នឹងឆ្លងតែមកស្ពានដល់ស្វាយរៀងបើខ្ញុំរៀនចាំខ្ញុំធ្វើការខ្ញុំមានកន្លែងចូលហើយតែយើងចាប់បញ្ញាបត្រគេយកយើងចូលខ្ញុំអត់រៀននៅ PP ទេរៀននៅស្វាយរៀងវាអត់សូវចង់ថាថ្លៃចាយថ្លៃវាចង់តែថ្លៃសាំងទៅជីកទៅជីកណារងថ្ងៃហ្នឹងខ្ញុំលក់កាហ្វេប៉ុន្តែតិចទៀតប្រហែលជាខ្ញុំចប់បញ្ញាបត្រខ្ញុំទៅធ្វើខាងក្រុមហ៊ុននៅទឹកស្រូវអត់ទេខ្ញុំអ្នកបរិវេណដែរប៉ុន្តែខ្ញុំទៅរៀននៅស្វាយរៀងចិត្តក្រុមបតលគ្នាដែរហ្នឹងឆ្លងតែមកស្ពានដល់ស្វាយរៀងបើខ្ញុំរៀនចាំខ្ញុំធ្វើការខ្ញុំមានកន្លែងចូលហើយតែយើងចាប់បញ្ញាបត្រគេយកយើងចូលគេទៅផ្លូវយើងដើរចាំយើង